កាត់ស្មើគេម្ដងបាន$70លុយយកទៅណាអស់បងប្អូននេះគឺជាសម្ដីបងប្អូនមួយចំនួនតូចក៏ធ្វើ content វីដេអូក៏និយាយថាចេះកាត់ស្មើគេម្ដងគេឲ្យយើងម្ដង$50ទៅ$70លុយនឹងនៅលើកោកយកទៅណាអស់សំណួរសួរថាតើអ្នកណាគេឲ្យយើងកាត់នេះគឺខ្ញុំចង់សួរខ្ញុំឆ្ងល់មែនតើពួកខ្ញុំមើលវីដេអូពួកគាត់មួយចំនួនគាត់និយាយថានៅអាមេរិកជោគស្នូកាត់ស្មៅម្ដង$50បងប្អូនលុយលើកោកយកទៅណាអស់ចាលុយលើកោកពិតមែនតែសំណួរសួរថាអ្នកណាគេឲ្យយើងកាត់មិនមែននៅសុកគោះទ្វារផ្ទះប្រាប់គេថាខ្ញុំចង់កាត់ស្មៅអ្នកឯងគេឲ្យយើងកាត់អត់ទេភាគច្រើនហ្មងបងប្អូនអ្នកដែលគេឲ្យគេកាត់ស្មៅឲ្យគឺគេមាន company ត្រឹមត្រូវក្រុមហ៊ុនគេត្រឹមត្រូវដោយសារតែក្រុមហ៊ុនគេហ្នឹងគេមានថាគេមាន insurance ភាគច្រើនមុននឹងយើងអនុញ្ញាតឲ្យគេកាត់ស្មៅមកផ្ទះយើងតើមិនអ្នកនឹងគេមាន insurance ព្រោះអីបើសិនជាមាន something happen ឬថាមានគ្រោះថ្នាក់អ្វីមួយគេទទួលខុសត្រូវរឿងខ្លួនឯងក្រុមហ៊ុនគេមាន insurance បានអញ្ចឹងទេអ្នកដែលកាត់ស្មៅយើងនឹងគេអាចស៊ូម្ចាស់ផ្ទះបាននៅប្រទេសអាមេរិកតែម្ដងហើយមួយទៀតភាគច្រើនផ្ទះមួយគឺកាត់ស្មៅខ្លួនឯងដូចម្ដុំភូមិខ្ញុំអញ្ចឹងភាគច្រើនគេកាត់ខ្លួនឯងមានតែ2 3ទៀតដែលគេជួគេកាត់ដោយសារតែគាត់ចាស់គាត់អាចកាត់ខ្លួនឯងតែបើប៉ិនចំណាស់ប្តីខ្ញុំគេកាត់ខ្លួនឯងដូចជាគេ exercise ខ្លួនឯងអញ្ចឹងតែបើសិនជាផ្ទះខ្លះគេឲ្យគេកាត់គឺគេមាន company របស់គេមកកាត់ឲ្យគឺកាត់រាល់អាទិត្យហ្មងមួយអាទិត្យដូចថាចំណាយឲ្យ50 60មួយអាទិត្យគឺគេដេញមកកាត់ឲ្យយើងម្ដងហ្មងតែសួរថាចុះបើយូរយើងចង់ឲ្យគេមកកាត់ម្ដងគេកាត់ឲ្យតែគេយកថ្លៃកាត់ម្ដងស្ទើរតែ50 60រៀលគេយកយើង$100ទៅ$200បងប្អូនអញ្ចឹងវាខុសគ្នាអញ្ចឹងបងប្អូនខ្លះក៏ធ្វើ content វីដេអូថាមិននៅអាមេរិកលុយនៅលើគោកគាត់កាត់ស្មៅគេម្ដងបាន70រៀលសួរថាបងប្អូនដើរទៅគូធ្វើតែគេប្រាប់គេថាខ្ញុំចង់កាត់ស្មៅនៅឯងគេឲ្យកាត់អត់ស៊ូមគេឲ្យបលីមកទីឯងដើរគូធ្វើតែគេប្រេះផ្ដាស់នឹងអត់បានអាមេរិកនេះមិនមែនជាតែដើរគូធ្វើផ្ទះគេហៅប្រាប់ពិធីផ្ទះរបស់គេណាបងប្អូនដែរឃើញវីដេអូមួយគេថាគ្រាន់តែគូធ្វើច្រឡំផ្ទះគេបាញ់ឯងកូនក្មេងម្នាក់អត់បានអាមេរិកនេះយើងមិនអាចចេះដើរគូធ្វើគេប្រេះផ្ដាស់បានអញ្ចឹងយើងអាចកាត់ស្មៅគេបានអ្នកចិត្តខាងយើងតើយើងស្គាល់គេយើងសួរគេថាណែចង់ខ្ញុំកាត់ស្មៅឲ្យអត់ខ្ញុំកាត់ឲ្យនឹងអូខេបើគេអូខេwithយើងតែភាគច្រើនគេអត់ទេបងប្អូនគឺបើគេត្រូវការអ្នកកាត់ស្មៅគឺគេឲ្យគេកាត់ស្មៅរាល់អាទិត្យហ្មងមួយអាទិត្យ company គេមកកាត់ស្មៅយើងរាល់អាទិត្យដូចថាថ្ងៃសៅរ៍យើងគេមកកាត់ឲ្យជារៀងរាល់ថ្ងៃសៅរ៍យើងបងលុយប្រចាំឲ្យគេអត់មានថាមកកាត់មួយទឹក1 មួយទឹកគេអត់មានកាត់ឲ្យយើងទេដូចខ្ញុំនិយាយចឹងមកគេកាត់ឲ្យយើងគេយកលុយថ្លៃដែរអញ្ចឹងភាគច្រើនគេឲ្យអ្នកមួយអាទិត្យទៅថាមួយអាទិត្យគេមកកាត់ម្ដងមួយអាទិត្យគេមកកាត់ម្ដងរាល់អាទិត្យដូចតែអ៊ំខ្ញុំចឹងគេមកកាត់ឲ្យគាត់តែសារគាត់ចង់កាត់ខ្លួនឯងតែខ្ញុំប្តីខ្ញុំគាត់នៅមានកម្លាំងកាត់បានខ្ញុំឲ្យប្តីខ្ញុំកាត់តែអញ្ចឹងភាគច្រើនបងប្អូនគាត់ធ្វើវីដេអូហ្នឹងខ្ញុំនិយាយខ្ញុំទៅចិត្តខ្ញុំចង់និយាយប្រាប់គាត់វិញថាបើអញ្ចឹងមិនប្តីខ្ញុំមានងាប់ហើយខ្ញុំឲ្យប្តីខ្ញុំទិញម៉ាស៊ីនអង្គុយមួយដើរកាត់ស្មៅគេមកដុំភូមិខ្ញុំហ្នឹងម្នាក់បាន75រៀលមកផ្ទះមកបាច់ទៅធ្វើការទេបានលុយងាប់តែវាអត់ទេតើយើងមាន license ត្រឹមត្រូវហើយ license ខ្ញុំដឹងថាគេត្រូវទិញត្រូវបង់អីខ្លះខ្ញុំមិនដឹងទេណាភាគច្រើនគេមាន company គេហៅ small business របស់គេគេមាន license របស់គេគេមាន LAN របស់គេមកកាត់យើងត្រឹមត្រូវអញ្ចឹងបងប្អូនវីដេអូថ្ងៃនេះក៏មានតែប៉ុណ្្នឹងដែរកុំជេរខ្ញុំនិយាយវិជាការពិតព្រោះអីបើលើសុកទៅគូទ្វារផ្ទះគេហ្នឹងវងគេហៅប៉ូលីសមកចាប់ឯងទៀតអូខេអរគុណច្រើនបាយបាយ